អ្នកធ្លាប់ដឹងទេថានៅក្នុងធម្មជាតិមានសត្វគីង្គក់មួយប្រភេទដែលមានរបៀបបន្តពូជដ៏ចម្លែកនិងអស្ចារ្យបំផុតនោះគឺគីង្គក់សូរីណាមឬហៅថាសូរីណាមថតសត្វគីង្គក់ប្រភេទនេះរស់នៅក្នុងទឹកនិងមានរូបរាងសម្ប៉ែតខ្លាំងមើលទៅដូចជាស្លឹកឈើស្ងួតប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺរបៀបដែលវាថែរក្សាកូនដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេលបង្កាត់ពូជសត្វញីបញ្ចេញពងហើយសត្វឈ្មោលនឹងធ្វើការរុញពងទាំងនោះឲ្យទៅជាប់នៅលើខ្នងរបស់សត្វញីបន្ទាប់មកស្បែកនៅលើខ្នងសត្វញីនឹងចាប់ផ្ដើមដុះគ្របពីលើពងទាំងនោះបង្កើតបានជាសំបុកតូចៗដូចផ្លិតឃ្មុំដើម្បីការពារកូនពីសត្រូវកូនគីង្គក់លូតលាស់នៅក្នុងស្បែកខ្នងរបស់ម្ដាយអស់រយៈពេលជាច្រើនខែអ្វីដែលពិសេសនោះគឺពួកវាមិនឆ្លងកាត់ដំណាក់កាលជាកូនកុកនៅក្នុងទឹកឡើយនៅពេលដែលពួកវាលូតលាស់មានរូបរាងពេញលេញកូនគីង្គក់តូចៗនឹងឃ្លាចេញពីខ្នងរបស់ម្ដាយរួចហើយចេញទៅរស់នៅដោយខ្លួនឯងយ៉ាងឯករាជ្យវាពិតជាអច្ឆរិយណាស់នៃធម្មជាតិដែលនឹកស្មានមិនដល់